ដើម្បីឲ្យយើងមានមោទនភាពលើខ្លួនឯងបានលុះត្រាតែយើងអង្គុយចោះហើយថ្លឹងថ្លែងខ្លួនឯងអ្វីដែលជាចំណុចល្អរបស់ខ្លួនឯងហើយអ្វីដែលយើងគួរតែកែប្រែវាចេញហើយឬមួយក៏អ្វីដែលយើងគួរតែរក្សាទុកនៅក្នុងជីវិតរបស់យើងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានចំណុចខ្លះៗដែលជាមោទនភាពមកលើខ្លួនខ្ញុំមិនមកអួតខ្លួនឯងទេអ្នកគ្នាប៉ុន្តែវាអាចជាបទពិសោធន៍ខ្លះៗជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំរក្សា confidence លើខ្លួនឯងបានគឺខ្ញុំអាចមានមោទនភាពលើខ្លួនឯងបានដែលកើតមកជាមនុស្សម្នាក់នឹងគេឯងនឹងតែចំណុចទី1គឺខ្ញុំមិនដែលមើលខ្លួនឯងថាជាមនុស្សម្នាក់ដែលបរាជ័យទេវាអាចជាការគិតវិជ្ជមានមកលើខ្លួនឯងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអាចខុសខ្ញុំអាចត្រូវខ្ញុំអាចបាត់បង់ខ្ញុំអាចធ្វើទៅអត់បានផលប៉ុន្តែមិនមែនមានន័យថាវាកំណត់ថាខ្ញុំជាមនុស្សម្នាក់ដែលបរាជ័យទេជាទូទៅនៅពេលដែលខ្ញុំធ្វើរឿងអីមួយនៅពេលដែលអត់ទទួលបានលទ្ធផលដូចដែលអ្វីដែលចង់បានខ្ញុំតែងតែសួរខ្លួនឯងថាតើវាមានអ្វីដែលព្យាយាមចង់ប្រាប់ចង់បរៀនដល់ខ្ញុំសម្រាប់ខ្ញុំមិនដែលផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំទេនៅពេលដែលខ្ញុំសម្រេចចិត្តធ្វើអីមួយគឺខ្ញុំធ្វើវាតទៅបានអ្វីដែលខ្ញុំផ្លាស់ប្ដូរគឺផ្លាស់ប្ដូររបៀបដើរទៅរកវាតែប៉ុណ្្នឹងឯងចំពោះចំណុចទី2អ្នកនរគ្នាគឺខ្ញុំស្រឡាញ់ចូលចិត្តនិងមានមោទនភាពលើខ្លួនឯងទៅលើរបៀបដែលខ្ញុំស្លៀកពាក់ឲ្យត្រូវកម្មវិធីស្លៀកពាក់ឲ្យត្រូវចំណោមស្លៀកពាក់ឲ្យត្រូវជាមួយនឹងបរិបទជុំវិញខ្លួនរបៀបដែលខ្ញុំនិយាយទៅកាន់មនុស្សគ្រប់ឋានៈជាមួយនឹងការគោរពអោនលំទោនអ្វីទាំងអស់ហ្នឹងគឺសុទ្ធតែជាមោទនភាពមួយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាវាគឺជារឿងមួយដែលល្អទេអ្នកទាំងអស់គ្នាសាកទៅជួបមនុស្សម្នាក់ដែលនិយាយពាក្យសម្ដីឬមួយក៏មិនផ្ដល់ការគោរពទៅដល់មនុស្សជុំវិញខ្លួននៅពេលនោះយើងនឹងដឹងថាយើងមានចំណុចល្អមួយការនិយាយស្ដីរបស់យើងគឺល្អជាងយើងគួរតែមានមោទនភាពលើខ្លួនឯងជាចុងក្រោយគឺខ្ញុំទទួលខុសត្រូវទាំងស្រុងលើជីវិតខ្លួនខ្ញុំផ្ទាល់ខ្ញុំរកលុយខ្លួនឯងខ្ញុំធ្វើការខ្លួនឯងខ្ញុំរស់នៅជីវិតខ្ញុំមិនដែលខ្វល់ពីជីវិតណាគេទេអ្នកណាធ្វើអីធ្វើទៅខ្ញុំមិនដែលខ្វល់ទេអ្វីដែលខ្ញុំខ្វល់គឺជីវិតរបស់ខ្ញុំផ្ទាល់តែខ្ញុំធ្វើមិនបានដើម្បីឲ្យខ្លួនឯងល្អប្រសើរជាងនឹងអ្នកដទៃនិយាយមិននិយាយទៅប្រតាមណាខ្ញុំនៅតែលុយចាយខ្លួនឯងបានខ្ញុំនៅតែមានការងារធ្វើខ្ញុំ cool ខ្ញុំល្អខ្ញុំមានមោទនភាពលើខ្លួនឯងមួយវិញទៀតគឺខ្ញុំទទួលខុសត្រូវមិនមែនតែចំពោះរឿងល្អៗដែលខ្ញុំធ្វើទេមិនមែនចំពោះតែជីវិតរបស់ខ្ញុំផ្ទាល់ទេគឺខ្ញុំទទួលខុសត្រូវទាំងស្រុងទៅលើកំហុសឆ្គងដែលខ្ញុំបានសាងដែរខ្ញុំអាចរក្សាទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនបានល្អគឺដោយសារតែខ្ញុំបើកចិត្តទូលាយទទួលយកការរិះគន់ពីមនុស្សជុំវិញខ្លួនខ្ញុំនៅពេលដែលខ្ញុំខុសខ្ញុំអត់រារែកនៅក្នុងការសុំអភ័យទោសពីមនុស្សជុំវិញខ្លួនទេវាអាចជារឿងមួយដែលពិបាកប៉ុន្តែអ្នកទាំងអស់គ្នាយើងគួរតែបើកចិត្តទូលាយទទួលយកការរិះគន់ទទួលយកកំហុសរបស់ខ្លួនឯងគ្រប់គ្នាសុទ្ធតែមានកំហុសឆ្គងខ្ញុំមិនអាចល្អឥតខ្ចោះទេនៅក្នុងដំណើរជីវិតរបស់ខ្ញុំគឺខ្ញុំធ្វើខុសច្រើនមែនទែន